បច្ចុប្បន្នហ្នឹងយើងឃើញថាអត្រាការឆ្លងមេរោគ HIV ក្នុងចំណោមយុវជនយើងហាក់ដូចជាមានការកើនឡើងគួរឲ្យព្រួយបារម្ភក្នុងនាមយើងជាយុវជនឈាមជ័រថ្មីការការពារខ្លួនមិនត្រឹមតែដើម្បីខ្លួនឯងនោះទេតែដើម្បីអនាគតនិងមនុស្សដែលយើងស្រឡាញ់ផងដែរចឹងវីដេអូហ្នឹងគឺខ្ញុំមានគំនិតនិងវិធីសាស្ត្រល្អៗចំនួន3ដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយវាគឺជាវីដេអូទី1របស់ខ្ញុំដែលចែករំលែកទៅនឹងប្រធានបទបែបហ្នឹងបើសិនជាមានកំហុសឆ្គងអីសូមបងប្អូនអធិស្ឋានផងចំណុចទី1ការប្រើប្រាស់ស្រោមអនាម័យរាល់ពេលមានការរួមភេទការស្រឡាញ់និងការមានទំនាក់ទំនងស្នេហាគឺជារឿងធម្មតារបស់យុវជនប៉ុន្តែអ្វីដែលខ្វះអត់បានគឺការទទួលខុសត្រូវការប្រើប្រាស់ស្រោមអនាម័យគឺជាខែលការពារដ៏មានប្រសិទ្ធភាពបំផុតតែមួយគត់ដែលអាចការពារយើងពីជំងឺកាមរោគនិងមេរោគអេដស៍កុំខ្វះអៀនក្នុងការទិញឬមួយក៏ប្រើប្រាស់វាព្រោះការការពារគឺភាសាជាងព្យាបាលបងប្អូនពីការយល់ដឹងពីថ្នាំទំនើបប្រាប់ជាមួយនឹងប៉ឹកសម័យនេះបច្ចេកវិទ្យាវិទ្យាសាស្ត្រជឿនលឿនដែរបន្ថែមពីលើការប្រើប្រាស់ស្រោមអនាម័យយើងក៏មានថ្នាំប្រាប់គឺជាថ្នាំការពារមុនពេលប្រឈមសម្រាប់អ្នកមិនទាន់មានមេរោគអេដស៍តែមានដៃគូច្រើនឬដៃគូមានមេរោគអេដស៍ថ្នាំប៉ឹកគឺជាថ្នាំលេបបន្ទាន់ក្នុងករណីដែលយើងមានការប្រឈមដោយអចេតនាដូចជាការដាច់ស្រោមឬគេបង្ខំដែលត្រូវលេបក្នុងរង្វង់72ម៉ោងក្រោយពេលប្រឈមសូមបញ្ជាក់ថ្នាំទាំងនេះផ្ដល់ជូនដោយឥតគិតថ្លៃឬតម្លៃសមរម្យនៅតាមមន្ទីរពេទ្យរដ្ឋនិងអង្គការដែលជាដៃគូ3ក្លាហានក្នុងការទៅពិនិត្យឈាមនិងឈប់រើសអើងការដឹងពីស្ថានភាពសុខភាពខ្លួនឯងគឺជារឿងគួរឲ្យកោតសរសើរបើអ្នកសង្ស័យឬមានដៃគូថ្មីគួរតែបបួលទៅពិនិត្យឈាមបើលទ្ធផលអវិជ្ជមានយើងនឹងដឹងពីវិធីការពារបើលទ្ធផលវិជ្ជមានក៏អាចទទួលបានថ្នាំពន្យាភ្លាមៗដែលអាចរស់នៅបានយូរអង្វែងនិងមានសុខភាពល្អដូចជាមនុស្សទូទៅដែរបាទហើយយុវជនយើងឆ្លាតយុវជនយើងមានអនាគតវែងឆ្ងាយកុំឲ្យការធ្វេសប្រហែសមួយពេលមកបំផ្លាញក្តីសម័យរបស់យើងចូលរួមការពារខ្លួនឯងនិងផ្សព្វផ្សាយចំណេះដឹងនេះទៅកាន់មិត្តភក្តិរបស់យើងជុំវិញខ្លួនយើងបាទបើសិនជាវីដេអូមួយនេះគិតថាមានប្រយោជន៍បងប្អូនកុំភ្លេចចុច like ជាមួយនឹង share ហើយ follow page ម្នាក់មួយផងជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ follow ម្នាក់មួយទៅឯងបង